ស្ត្រីនោះបានរកឃើញថាប្រាក់ខែរបស់គាត់នៅខែនេះគឺអវិជ្ជមាន$250នាងមិនត្រឹមតែមិនរកលុយបានទេថែមទាំងត្រូវបង់ប្រាក់ឲ្យក្រុមហ៊ុនដើម្បីធ្វើការយ៉ាងណាក៏ដោយនាងទើបតែបង្កើតប្រព័ន្ធមួយដែលមានតម្លៃពាន់លានសម្រាប់ក្រុមហ៊ុនបន្ទាប់មកនាយកប្រតិបត្តិថ្មីបានអះអាងពីការងាររបស់នាងជំរុញមិត្តស្រីអ្នកហាត់ការរបស់គាត់បានលួចយកកិត្តិយសសម្រាប់ប្រព័ន្ធដែលនាងបានបង្កើតប្រាក់រង្វាន់$3លានដែលមានបំណងសម្រាប់នាងបានក្លាយជារង្វាន់សម្រាប់មិត្តស្រីតែបៃតងដោយមិនអាចទ្រាំទ្រនឹងរឿងនេះបាននាងបានទៅប្រជុំមុខនាយកប្រតិបត្តិនាងបាននិយាយថានាងបានធ្វើការថែមម៉ោងនៅពេលរយៈពេល1ឆ្នាំហើយបានសម្រាប់ព្យាបាលនៅមន្ទីរពេទ្យជាច្រើនលើកច្រើនឥឡូវនេះគម្រោងនេះបានទទួលជោគជ័យហើយប៉ុន្តែនាងមិនបានទទួលឥណទានឬប្រាក់កម្រៃទេហើយក្រុមហ៊ុនថែមទាំងបានធ្វើឲ្យនាងអាម៉ាស់មុខដោយនិយាយថានាងជំពាក់ពួកគេ$250នាយកប្រតិបត្តិមិនមានអារម្មណ៍ខ្មាស់អៀនអ្វីទាំងអស់ផ្ទុយទៅវិញគាត់បានចោទប្រកាន់នាងថាបានខ្ជិះខ្ជីធនធានរបស់ក្រុមហ៊ុនអំឡុងពេលអភិវឌ្ឍចំនួនទឹកប្រាក់វិជ្ជមាន$250គឺយោងទៅតាមសំណងរបស់គាត់ចំពោះការខាតបង់ឬដូច្នេះមនុស្សជាច្រើនចាប់ផ្ដើមអាណិតអាសូរនាងពួកគេបានសួរថាហេតុអ្វីបានជាតែបៃតងដែលមិនអាចយកប្រាក់រង្វាន់$3លានបានប៉ុន្តែនាយកប្រតិបត្តិបានអះអាងថាមិត្តស្រីរបស់គាត់បានលាក់បាំងការចូលរួមចំណែកដែលអ្នកដទៃមិនអាចរកឃើញបន្ទាប់មកប្រឈមមុខនឹងការជំទាស់របស់ស្ត្រីគាត់នៅតែការពារតែបៃតងហើយរុញនាងទៅម្ខាងដូច្នេះហើយនាងក៏សម្រេចចិត្តបោះបង់ចោលទាំងស្រុងហើយឈប់ខ្វល់ពីអ្វីទាំងអស់នាងចង់ឃើញថាតើក្រុមហ៊ុនអាចសូម្បីតែរត់ដោយគ្មាននាងមិនយូរប៉ុន្មាននាយកប្រតិបត្តិបានប្រគល់តំណែងជានាយកគម្រោងរបស់នាងទៅកាន់ស្ត្រីដែលមានល្បិចកលនៅថ្ងៃបន្ទាប់ស្ត្រីមានល្បិចកលនោះបានមកដោយមោទនភាពដើម្បីបង្ហាញពីតួនាទីថ្មីរបស់នាងថែមទាំងបានប្រគល់តំណែងថ្មីរបស់ស្ត្រីដែលត្រូវបានបន្ទាបឋានៈជាសញ្ញាប៉ុន្តែស្ត្រីនោះបានត្រឹមតែសាច់តិចប៉ុណ្ណោះហើយមិនបាននិយាយអ្វីទេពិតណាស់ប្រព័ន្ធនេះមានបញ្ហានៅពេលដែលនាងបានបាត់ទៅហើយអតិថិជននឹងមកពិនិត្យឲ្យក្នុងពេលឆាប់នេះស្ត្រីចិត្តអាក្រក់រូបនេះនៅតែមិនខ្វល់នាងបានទម្លាក់បញ្ហាទាំងអស់ទៅលើអ្នកក្រមបង្គាប់របស់នាងហើយផ្ដោតតែលើការប្រកួតប្រជែងជាមួយស្ត្រីនោះអ្នកក្រមបង្គាប់ដែលគ្មានទីពឹងចង់បានជំនួយពីនាងប៉ុន្តែនាងលែងជាអ្នកដឹកនាំរឿងទៀតហើយនឹងមិនដោះស្រាយអ្វីទាំងអស់ពេលអតិថិជនមកដល់ហើយឃើញនាងកំពុងគាត់បានទៅសួរ CIO ថាមានរឿងអ្វីកើតឡើងនាយកប្រតិបត្តិបានជៀសវាងសំណួរនេះលោកបានអះអាងថាគម្រោងនេះឥឡូវដឹកនាំដោយស្ត្រីដែលមានគម្រោងការដែលមានបទពិសោធន៍ច្រើនជាងនេះប៉ុន្តែមុនពេលដែលអតិថិជនអាចពិនិត្យអ្វីមួយបានប្រព័ន្ធបានបរាជ័យម្ដងទៀតនេះធ្វើឲ្យអតិថិជនសំខាន់ខឹងសម្បាយ៉ាងខ្លាំងស្ត្រីមានល្បិចកលនោះត្រូវព្យាយាមជួសជុលវាទោះបីជាគ្មានចំណេះដឹងក៏ដោយប៉ុន្តែបញ្ហានេះពាក់ព័ន្ធនឹងកូដស្នូលហើយមានតែស្ត្រីទេដែលអាចជួសជុលវាបានអតិថិជនកាន់តែខឹងសម្បាហើយទាមទារឲ្យនាយកប្រតិបត្តិដោះស្រាយវាស្ត្រីដែលមានល្បិចកលនោះគ្មានទីពឹងតតែសោះប៉ុន្តែដើម្បីធ្វើឲ្យអតិថិជនស្ងប់ចិត្តនាងបានកុហកជាបញ្ហាតូចមួយនាងបាននិយាយថានាងអាចជួសជុលវាបានក្នុងរយៈពេលមួយនាងបានទទូចថាវានឹងមិនប៉ះពាល់ដល់ប្រព័ន្ធទេបាញ់បង្ហោះបន្ទាប់ពីនោះនាងបានលួចយកកបាយការវិភាគរបស់ស្ត្រីនោះដោយធ្វើតាមការណែនាំរបស់វានាងស្ទើរតែមិនយកប្រព័ន្ធនេះតតែសោះកំពុងធ្វើការនាងបានគ្រប់គ្រងដើម្បីធ្វើឲ្យអតិថិជនស្ងប់ចិត្តក្រោយមកនាងនិងនាយកប្រតិបត្តិបានអួតអាងនៅពីមុខរបស់ស្ត្រីនោះពួកគេបានអះអាងថាប្រព័ន្ធនេះដំណើរការបានល្អឥតខ្ចោះទោះបីជាគ្មាននាងពួកគេថែមទាំងនិយាយថាវាដំណើរការបានល្អជាងស្ត្រីនោះបានកត់សម្គាល់ឃើញថានាងបានលួចតែរបាយការណ៍ដំបូងប្រសិនបើពួកគេបន្តប្រើប្រាស់វាប្រព័ន្ធនេះនឹងផ្ទុះនៅថ្ងៃបាញ់បង្ហោះនាងបានសន្យាជាមួយប្រធានចាស់ថានាងនឹងស្នាក់នៅរហូតដល់ការបើកដំណើរការបើមិនដូច្នោះទេនាងប្រកាសជាបានលាលែងពីតំណែងយូរហើយដើម្បីរក្សាពាក្យរបស់នាងបានស្នាក់នៅពីថ្ងៃបន្ថែមទៀតក្នុងអំឡុងពេលនេះនាងលេងហ្គេមនៅកន្លែងធ្វើការដើម្បីបង្ខំឲ្យនាងលាលែងពីតំណែងស្ត្រីដែលមានល្បិចកលនោះបានពីកន្លែងធ្វើការរបស់នាងទៅបន្ទប់របស់អ្នកបោះសម្អាតនាងគិតថាការអាម៉ាស់នេះនឹងធ្វើឲ្យនាងចាក់ចេញប៉ុន្តែស្ត្រីនោះបានទទួលយកដោយមិនស្ទាក់ស្ទើរចាប់តាំងពីលេងហ្គេមគឺដូចគ្នានៅគ្រប់ទីកន្លែងមិនយូរប៉ុន្មានថ្ងៃបាត់សម្ពោធក៏បានមកដល់នាងបានបំពេញការសន្យារបស់នាងហើយបានដាក់ពាក្យលាលែងពីតំណែងស្ត្រីមានល្បិចកលបានឃើញនាងហើយបានស្នើដោយរីករាយថាអាហារពេលល្ងាចលាគ្នានាងថែមទាំងអួតថានាងមិនអាចបញ្ចប់វាបានទេចំណាយប្រាក់រង្វាន់$3លានរបស់នាងបានអួតម្ដងទៀតនៅចំពោះមុខស្ត្រីនោះនៅពេលដែលប្រព័ន្ធនេះចាប់ផ្ដើមដំណើរការឋានៈរបស់នាងនឹងកាន់ឡើងថែមទៀតខណៈពេលដែលស្ត្រីនោះនឹងមិនទទួលបានអ្វីទាំងអស់ស្ត្រីនោះនៅតែស្ងប់ស្ងាត់ទោះបីជាមានការចំអកឲ្យក៏ដោយពីព្រោះស្ត្រីមានល្បិចកលនឹងឈប់ញឹមឆាប់នេះនៅពេលដែលការរាប់ថយក្រោយបានបញ្ចប់ប្រព័ន្ធបានកងភ្លាមឥឡូវនេះក្រុមហ៊ុនរបស់ពួកគេមិនឆ្ងាយពីការរសាយធនទេស្ត្រីនោះបានរកឃើញថាប្រាក់ខែរបស់គាត់នៅខែនេះគឺអវិជ្ជមាន$250នាងមិនត្រឹមតែមិនរកលុយបានទេថែមទាំងត្រូវបង់ប្រាក់ឲ្យក្រុមហ៊ុនដើម្បីធ្វើការយ៉ាងណាក៏ដោយនាងទើបតែបង្កើតប្រព័ន្ធមួយដែលមានតម្លៃពាន់លានសម្រាប់ក្រុមហ៊ុនបន្ទាប់មកនាយកប្រតិបត្តិថ្មីបានអះអាងពីការងាររបស់នាងជំរុញមិត្តស្រីអ្នកហាត់ការរបស់គាត់បានលួចយកកិត្តិយសសម្រាប់ប្រព័ន្ធដែលនាងបានបង្កើតប្រាក់រង្វាន់$3លានដែលមានបំណងសម្រាប់នាងបានក្លាយជារង្វាន់សម្រាប់មិត្តស្រីតែបៃតងដោយមិនអាចទ្រាំទ្រនឹងរឿងនេះបាននាងបានទៅប្រជុំមុខនាយកប្រតិបត្តិនាងបាននិយាយថានាងបានធ្វើការថែមម៉ោងនៅពេលរយៈពេល1ឆ្នាំហើយបានសម្រាប់ព្យាបាលនៅមន្ទីរពេទ្យជាច្រើនលើកច្រើនឥឡូវនេះគម្រោងនេះបានទទួលជោគជ័យហើយប៉ុន្តែនាងមិនបានទទួលឥណទានឬប្រាក់កម្រៃទេហើយក្រុមហ៊ុនថែមទាំងបានធ្វើឲ្យនាងអាម៉ាស់មុខដោយនិយាយថានាងជំពាក់ពួកគេ$250នាយកប្រតិបត្តិមិនមានអារម្មណ៍ខ្មាស់អៀនអ្វីទាំងអស់ផ្ទុយទៅវិញគាត់បានចោទប្រកាន់នាងថាបានខ្ជិះខ្ជីធនធានរបស់ក្រុមហ៊ុនអំឡុងពេលអភិវឌ្ឍចំនួនទឹកប្រាក់វិជ្ជមាន$250គឺយោងទៅតាមសំណងរបស់គាត់ចំពោះការខាតបង់ឬដូច្នេះមនុស្សជាច្រើនចាប់ផ្ដើមអាណិតអាសូរនាងពួកគេបានសួរថាហេតុអ្វីបានជាតែបៃតងដែលមិនអាចយកប្រាក់រង្វាន់$3លានបានប៉ុន្តែនាយកប្រតិបត្តិបានអះអាងថាមិត្តស្រីរបស់គាត់បានលាក់បាំងការចូលរួមចំណែកដែលអ្នកដទៃមិនអាចរកឃើញបន្ទាប់មកប្រឈមមុខនឹងការជំទាស់របស់ស្ត្រីគាត់នៅតែការពារតែបៃតងហើយរុញនាងទៅម្ខាងដូច្នេះហើយនាងក៏សម្រេចចិត្តបោះបង់ចោលទាំងស្រុងហើយឈប់ខ្វល់ពីអ្វីទាំងអស់នាងចង់ឃើញថាតើក្រុមហ៊ុនអាចសូម្បីតែរត់ដោយគ្មាននាងមិនយូរប៉ុន្មាននាយកប្រតិបត្តិបានប្រគល់តំណែងជានាយកគម្រោងរបស់នាងទៅកាន់ស្ត្រីដែលមានល្បិចកលនៅថ្ងៃបន្ទាប់ស្ត្រីមានល្បិចកលនោះបានមកដោយមោទនភាពដើម្បីបង្ហាញពីតួនាទីថ្មីរបស់នាងថែមទាំងបានប្រគល់តំណែងថ្មីរបស់ស្ត្រីដែលត្រូវបានបន្ទាបឋានៈជាសញ្ញាប៉ុន្តែស្ត្រីនោះបានត្រឹមតែសាច់តិចប៉ុណ្ណោះហើយមិនបាននិយាយអ្វីទេពិតណាស់ប្រព័ន្ធនេះមានបញ្ហានៅពេលដែលនាងបានបាត់ទៅហើយអតិថិជននឹងមកពិនិត្យឲ្យក្នុងពេលឆាប់នេះស្ត្រីចិត្តអាក្រក់រូបនេះនៅតែមិនខ្វល់នាងបានទម្លាក់បញ្ហាទាំងអស់ទៅលើអ្នកក្រមបង្គាប់របស់នាងហើយផ្ដោតតែលើការប្រកួតប្រជែងជាមួយស្ត្រីនោះអ្នកក្រមបង្គាប់ដែលគ្មានទីពឹងចង់បានជំនួយពីនាងប៉ុន្តែនាងលែងជាអ្នកដឹកនាំរឿងទៀតហើយនឹងមិនដោះស្រាយអ្វីទាំងអស់ពេលអតិថិជនមកដល់ហើយឃើញនាងកំពុងគាត់បានទៅសួរ CIO ថាមានរឿងអ្វីកើតឡើងនាយកប្រតិបត្តិបានជៀសវាងសំណួរនេះលោកបានអះអាងថាគម្រោងនេះឥឡូវដឹកនាំដោយស្ត្រីដែលមានគម្រោងការដែលមានបទពិសោធន៍ច្រើនជាងនេះប៉ុន្តែមុនពេលដែលអតិថិជនអាចពិនិត្យអ្វីមួយបានប្រព័ន្ធបានបរាជ័យម្ដងទៀតនេះធ្វើឲ្យអតិថិជនសំខាន់ខឹងសម្បាយ៉ាងខ្លាំងស្ត្រីមានល្បិចកលនោះត្រូវព្យាយាមជួសជុលវាទោះបីជាគ្មានចំណេះដឹងក៏ដោយប៉ុន្តែបញ្ហានេះពាក់ព័ន្ធនឹងកូដស្នូលហើយមានតែស្ត្រីទេដែលអាចជួសជុលវាបានអតិថិជនកាន់តែខឹងសម្បាហើយទាមទារឲ្យនាយកប្រតិបត្តិដោះស្រាយវាស្ត្រីដែលមានល្បិចកលនោះគ្មានទីពឹងតតែសោះប៉ុន្តែដើម្បីធ្វើឲ្យអតិថិជនស្ងប់ចិត្តនាងបានកុហកជាបញ្ហាតូចមួយនាងបាននិយាយថានាងអាចជួសជុលវាបានក្នុងរយៈពេលមួយនាងបានទទូចថាវានឹងមិនប៉ះពាល់ដល់ប្រព័ន្ធទេបាញ់បង្ហោះបន្ទាប់ពីនោះនាងបានលួចយកកបាយការវិភាគរបស់ស្ត្រីនោះដោយធ្វើតាមការណែនាំរបស់វានាងស្ទើរតែមិនយកប្រព័ន្ធនេះតតែសោះកំពុងធ្វើការនាងបានគ្រប់គ្រងដើម្បីធ្វើឲ្យអតិថិជនស្ងប់ចិត្តក្រោយមកនាងនិងនាយកប្រតិបត្តិបានអួតអាងនៅពីមុខរបស់ស្ត្រីនោះពួកគេបានអះអាងថាប្រព័ន្ធនេះដំណើរការបានល្អឥតខ្ចោះទោះបីជាគ្មាននាងពួកគេថែមទាំងនិយាយថាវាដំណើរការបានល្អជាងស្ត្រីនោះបានកត់សម្គាល់ឃើញថានាងបានលួច
តែរបាយការណ៍ដំបូងប្រសិនបើពួកគេបន្តប្រើប្រាស់វាប្រព័ន្ធនេះនឹងផ្ទុះនៅថ្ងៃបាញ់បង្ហោះនាងបានសន្យាជាមួយប្រធានចាស់ថានាងនឹងស្នាក់នៅរហូតដល់ការបើកដំណើរការបើមិនដូច្នោះទេនាងប្រកាសជាបានលាលែងពីតំណែងយូរហើយដើម្បីរក្សាពាក្យរបស់នាងបានស្នាក់នៅពីរថ្ងៃបន្ថែមទៀតក្នុងអំឡុងពេលនេះនាងលេងហ្គេមនៅកន្លែងធ្វើការដើម្បីបង្ខំឲ្យនាងលាលែងពីតំណែងស្ត្រីដែលមានល្បិចកលនោះបានពីកន្លែងធ្វើការរបស់នាងទៅបន្ទប់របស់អ្នកបោះសម្អាតនាងគិតថាការអាម៉ាស់នេះនឹងធ្វើឲ្យនាងចាក់ចេញប៉ុន្តែស្ត្រីនោះបានទទួលយកដោយមិនស្ទាក់ស្ទើរចាប់តាំងពីលេងហ្គេមគឺដូចគ្នានៅគ្រប់ទីកន្លែងមិនយូរប៉ុន្មានថ្ងៃបើកសម្ពោធក៏បានមកដល់នាងបានបំពេញការសន្យារបស់នាងហើយបានដាក់ពាក្យលាលែងពីតំណែងស្ត្រីមានល្បិចកលបានឃើញនាងហើយបានស្នើដោយរីករាយថាអាហារពេលល្ងាចលាគ្នានាងថែមទាំងអួតថានាងមិនអាចបញ្ចប់វាបានទេចំណាយប្រាក់រង្វាន់$3 លានរបស់នាងនាងបានអួតម្ដងទៀតនៅចំពោះមុខស្ត្រីនោះនៅពេលដែលប្រព័ន្ធនេះចាប់ផ្ដើមដំណើរការឋានៈរបស់នាងនឹងកើនឡើងបន្ថែមទៀតខណៈពេលដែលស្ត្រីនោះនឹងមិនទទួលបានអ្វីទាំងអស់ស្ត្រីនោះនៅតែស្ងប់ស្ងាត់ទោះបីជាមានការចំអកឲ្យក៏ដោយពីព្រោះស្ត្រីមានល្បិចកលនឹងឈប់ញឹមឆាប់នេះនៅពេលដែលការរាប់ថយក្រោយបានបញ្ចប់ប្រព័ន្ធបានកងភ្លាមឥឡូវនេះក្រុមហ៊ុនរបស់ពួកគេមិនឆ្ងាយពីការរក្សាយន្តទេ